មកពីភ្នំពេញវិញបានតែមួយថ្ងៃម្ដាយរបស់កំហាប់ប្រញាប់ទិញសម្ភារៈចាំបាច់ផ្សេងដោយកំហាប់ដែលត្រូវប្រើប្រាស់នៅក្នុងផ្ទះពីព្រោះកំហាប់ត្រូវទៅរស់នៅម្នាក់ឯងត្រូវបាច់ផ្ទះអញ្ចឹងគឺត្រូវមានសម្ភារៈទាំងអស់នេះជាចាំបាច់ចំណែកឯឪពុករបស់កំហាប់វិញណាគឺបាននាំគេឡើងទៅទីរួមខេត្តដើម្បីទិញម៉ូតូឲ្យមួយគ្រឿងផងដែរកំហាប់ទទួលបានម៉ូតូ Honda Click 2010មួយគ្រឿងយ៉ាងស្រស់ស្អាតបើទោះបីជាម៉ូតូមួយទឹកក៏ដោយប៉ុន្តែកំហាប់ស្រឡាញ់វាខ្លាំងណាស់ពីព្រោះនេះជាម៉ូតូនៅក្នុងក្តីសម័យរបស់គេតាំងតែពីមុនមកហើយ Honda Click 2010កាលនោះណាគឺជាម៉ូតូ on trend តែម្ដងក្រោយចាប់បាដប់មើលទៅរឿងល្អកំពុងកើតឡើងចំពោះកំហាប់ជាបន្តបន្ទាប់ទិញម៉ូតូបាន2ថ្ងៃកំហាប់ក៏ជិះទៅរកសាក់នៅផ្ទះរបស់គេក្នុងឃុំពីមជាកងពេលទៅដល់ប្រហែលម៉ោង2រសៀលកំហាប់សង្កេតឃើញថាផ្ទះមានសភាពស្ងាត់មែនទែនមិនឃើញមានមនុស្សនៅសោះជាធម្មតាទោះសាក់មិននៅក៏ឪពុករបស់គេតែងតែនៅផ្ទះដែរពីព្រោះគាត់មានជំងឺប្រចាំកាយទោះបីអាចដើរបានតែក៏មិនអាចធ្វើកិច្ចការងារអ្វីបានឡើយកំហាប់មានអារម្មណ៍មិនស្រួលក្នុងចិត្តជាខ្លាំងពីព្រោះថាមើលទៅផ្ទះគឺស្ងាត់ខុសពីធម្មតាមែនដែរភាពអន្ទះសារចង់ជួបសាក់ក៏កើតមានកាន់តែខ្លាំងហើយកំហាប់ក៏បានជិះម៉ូតូចេញពីផ្ទះរបស់សាក់យ៉ាងលឿនចេញទៅវត្តពីមជកងនៅក្បែរនោះជាទីដែលពួកគេតែងតែសម្រាកលេងក៏ដូចជារៀនជុំទីនោះវត្តនេះនៅជាប់ទៅនឹងដងទន្លេមេគង្គតែម្ដងបរិយាកាសស្អាតត្រជាក់ខ្យល់ត្រជាក់ហើយខាងក្នុងវត្តហ្នឹងគឺមានកសាងកន្លែងអង្គុយក៏ដូចជាកញ្ចក់អង្គុយលេងឲ្យជាដើមដោយការគិតរបស់កំហាប់អញ្ចឹងនៅពេលដែលមកដល់វត្តកំហាប់មើលទៅឃើញវណ្ណស័ក្តិកំពុងតែអង្គុយទម្រាបខ្លួនផ្អែកទៅលើសសរក្នុងកញ្ចក់នៅជាប់ទៅនឹងមាត់គាត់បានដឹងយ៉ាងច្បាស់ថាមានរឿងអ្វីកើតឡើងចំពោះវណ្ណស័ក្តិជាមិនខានពីព្រោះតែគាត់បានសង្កេតមើលឃើញថាវណ្ណស័ក្តិសក់របស់គាត់ហ្នឹងគឺទឹមតែដោះមកវិញរុយមានថាគាត់ទឹមតែនឹងកោសក់ហើយប្រហែលជា20ទៅ30ថ្ងៃបើប៉ុណ្ណឹងពីព្រោះឃើញក្បាលរបស់គាត់ហ្នឹងគឺមានសក់ក្បាលដោះរុយតែប៉ុណ្ណោះអញ្ចឹងអារម្មណ៍មិនល្អដែលវណ្ណស័ក្តិទៅដល់ផ្ទះអារម្មណ៍មិនល្អដែលកំហាប់មានតាំងពីផ្ទះរបស់វណ្ណស័ក្តិមកហ្នឹងគឺកើតឡើងកាន់តែខ្លាំងតែម្ដងវណ្ណស័ក្តិនៅពេលដែលឃើញកំហាប់មកក៏ចោទជាសំណួរសួរទៅវណ្ណស័ក្តិកំហាប់ភ្លាមថាស្ងាត់ទិញម៉ូតូថ្មីវើយទៅទិញមែនស្ងាត់ទិញម៉ូតូថ្មីវើយទៅទិញមែនហ្នឹងហើយអានេះវណ្ណស័ក្តិនៅពេលដែលគាត់ឃើញកំហាប់ណាគាត់ក៏និយាយចំអន់លេងយ៉ាងទៅឃើញម៉ូតូថ្មីណាហើយកំហាប់គាត់ក៏ឆ្លើយទៅវិញថាទៅទិញបាន2ថ្ងៃហ្នឹងណាហើយសក់ឯងកើតអីមែនវណ្ណស័ក្តិគាត់ក៏ឆ្លើយទៅវិញថាពុកឯងគាត់ខូចហើយគាត់ខូចបានមួយខែហើយជំងឺគាត់រើឡើងបងឯងយកគាត់ទៅពេទ្យខេត្តដែរតែអត់តាន់គាត់ស្លាប់តាមផ្លូវហើយអត់មានប្រាប់គ្នាសោះហើយអត់មានប្រាប់គ្នាឲ្យដឹងសោះត្រង់ចំណុចនេះគឺកំហាប់គាត់ឆ្លើយតបទៅវិញណាវណ្ណស័ក្តិក៏ឆ្លើយតទៅវិញថាគិតថាពួកឯងបែបទៅរៀនតអស់ហើយហ្នឹងឯងបានខ្ជិលទៅប្រាប់ដឹងថាពួកឯងនៅអញ្ចឹងទៅប្រាប់បាត់ហើយអញ្ចឹងវណ្ណស័ក្តិគាត់និយាយទៅវិញថាគិតថាកំហាប់ហើយក៏ដូចជាមិត្តភ័ក្តិម្នាក់ទៀតតារាហ្នឹងគឺប្រហែលជាទៅរៀនតនអស់ហើយអញ្ចឹងខ្ជិលទៅប្រាប់ពីព្រោះអត់មានទូរស័ព្ទតាក់តងគ្នាផងណាបើចង់ទៅប្រាប់តើជិះទៅប្រាប់ហើយគិតថាគេទៅអស់ហើយអញ្ចឹងក៏ខ្ជិលទៅតែម្ដងទៅអញ្ចឹងណាវណ្ណស័ក្តិគឺជាមនុស្សដែលមិនសូវបញ្ចេញអារម្មណ៍ច្រើនទេតាំងតែពីដើមមកទោះជាយ៉ាងនេះក្តីកំហាប់គឺដឹងយ៉ាងច្បាស់ថាវណ្ណស័ក្តិគឺមានអារម្មណ៍សោកសៅជាខ្លាំងសាក់រស់នៅតែពីអ្នកឪពុកជាយូរមកហើយម្ដាយរបស់គេបានចាក់ចោលពួកគេតាំងតែពីឪពុកគេមានជំងឺរ៉ាំរ៉ៃដំបូងមកម្លេះកាលនោះសាក់នៅតូចនៅឡើយទេសម្រាប់ជីវភាពរស់នៅវិញគឺពឹងទាំងស្រុងទៅលើបងរបស់គេ2នាក់ប្រុសមួយនិងស្រីមួយតែបងរបស់គេហ្នឹងគឺសិតតែមានគ្រួសាររៀងខ្លួនហើយក្រៅតែពីពួកគាត់មានបន្ទុកគ្រួសារផ្ទាល់ខ្លួនណាពួកគាត់ក៏មិនមែនជាអ្នកធូរធារដែរអញ្ចឹងការដែលជួយមានអាជីវភាពរបស់វណ្ណស័ក្តិហ្នឹងគឺយើងអាចសម័យបានថាគឺពិបាកខ្លាំងមែនតើតែម្ដងកំហាប់ក៏មានថងនេះគឺកំហាប់ក៏គាត់និយាយទៅវណ្ណស័ក្តិបន្តទៅទៀតថាចុះឯងមិនទេប្រាប់អារ៉ាគាត់និយាយថាចុះមិនបានវណ្ណស័ក្តិហ្នឹងអត់ព្រមទេប្រាប់តារាអំពីស្ថានភាពរបស់ខ្លួនចឹងណាពុកខូចពុកអីចឹងទៅវណ្ណស័ក្តិគាត់ក៏ឆ្លើយទៅវិញថាទូរស័ព្ទបងឯងរវល់វល់ល្ងាចពេលបុណ្យឯងអត់ហ៊ានខ្ចីគាត់ម្យ៉ាងគិតថាពួកឯងតន័យអស់ហើយអញ្ចឹងណាដឹងថ្ងៃណាបានជួបគ្នាវិញផងអញ្ចឹងវណ្ណស័ក្តិគាត់និយាយកន្លែងនេះថាគាត់ដូចនិយាយប្រាប់អញ្ចឹងគាត់អត់មានទូរស័ព្ទប្រើផ្ទាល់ខ្លួនទេពួកគាត់ណាអញ្ចឹងតារាគេមានទូរស័ព្ទប្រើពិតមែនប៉ុន្តែវណ្ណស័ក្តិគាត់មានទេអញ្ចឹងបងប្រុសរបស់គាត់មានប៉ុន្តែគាត់អត់ហ៊ានខ្ចីទេព្រោះពួកគេនៅរវល់នៅអីចឹងទៅហើយម្យ៉ាងគិតថា
នឹងប្រហែលជាមិនបានជួបគ្នាមកវិញផងអញ្ចឹងណាអញ្ចឹងក៏ខ្ជិលតែម្ដងហើយកំហាប់ក៏គាត់បន្តទៅថាហើយឥឡូវឯងនៅvớiបងឯងមែនវណ្ណស័ក្តិក៏តបទៅវិញថាចាឯងហៅទៅនៅដែរតែឯងខ្ជិលទៅនៅផ្ទះទៅគ្រាន់បានមើលដីមើលអីផងហ្នឹងណាហ្នឹងហើយអញ្ចឹងវណ្ណស័ក្តិគាត់តបវិញថាចាឯគាត់ហ្នឹងបងស្រីគាត់ហ្នឹងហៅគាត់ទៅរស់នៅជាមួយដែរប៉ុន្តែគាត់អត់ទៅណាគាត់ចង់នៅផ្ទះទៅបានមើលដីមើលធ្លីអីអញ្ចឹងតែកំហាប់គាត់ក៏បន្តទៅទៀតថាហើយឯងគិតធ្វើអីតកំហាប់គាត់សួរនេះថាសួរធ្វើអីតគាត់អត់បានសួរតាក់ទងទៅនឹងការរៀនសូត្រតទេដោយសារតែយល់អំពីស្ថានភាពបច្ចុប្បន្ននេះឪពុកស្លាប់បាត់ទៅផងអញ្ចឹងការផ្គត់ផ្គង់ហ្នឹងគឺនៅលើបងហើយបងគេមានគ្រួសារគេទៀតអញ្ចឹងកំហាប់កន្លែងនេះគឺអាចនិយាយថាជាសិលធម៌ល្អមួយដែរគឺគាត់អត់សួរទៅលើការរៀនសូត្រទេគាត់សួរថាតើគិតថានឹងធ្វើអីតក្នុងនាមជាមិត្តភក្តិចិត្តដិតណាចង់ដឹងវណ្ណស័ក្តិក៏គាត់តបទៅវិញថាអត់ដឹងទេឥឡូវនៅជួយបងឯងលក់បាយព្រឹកនៅផ្សារហើយឯងរកសាលារៀនបានហើយមែនបានទិញម៉ូតូថ្មីហ្នឹងហើយវណ្ណស័ក្តិគេសួរថាដោយសារឃើញទិញម៉ូតូថ្មីអញ្ចឹងគិតថាមិត្តភក្តិប្រហែលជារកសាលារៀនបានហើយអញ្ចឹងសួរអញ្ចឹងទៅហើយកំហាប់គាត់ក៏តបទៅវិញថារកបានហើយប្រហែលអាទិត្យក្រោយចូលរៀនហើយរៀនខាងគ្រប់គ្រងហើយអារ៉ាក៏គេចូលរៀនហើយដែរណាឥឡូវអារ៉ាគេចូលរៀននៅតិចណូនោះវណ្ណស័ក្តិក៏តបទៅវិញថាឯងមានតែរកការងារធ្វើទេឬរៀនឯងសុំចំមុនគេហើយហ្នឹងហើយវណ្ណស័ក្តិគាត់និយាយកន្លែងនេះគាត់និយាយសើចទៀតណាហ្នឹងហើយវណ្ណស័ក្តិក៏គាត់បន្តទៅទៀតថាប្រហែល 3-4 ខែទៀតបងប្រុសឯងទៅធ្វើកម្មករឈើនៅមណ្ឌលគិរីឯងប្រហែលសុំគាត់ទៅដែរឥឡូវនៅស្រុកជួយបងឯងលក់បាយជួយបងស្រីឯងលក់បាយព្រឹកបដាសិនកំហាប់គាត់ក៏តបទៅវិញថាកម្មករឈើគ្រោះថ្នាក់ណានេះហើយឯងទៅធ្វើរោងចក្រធ្វើអីទៅមិនល្អជាងអីទៅធ្វើកម្មករឈើធ្វើអីកំហាប់គាត់ឆ្លើយនេះគឺឆ្លើយលក្ខណៈផ្លាក់ផ្អើលមែនទេដោយលឺវណ្ណស័ក្តិនិយាយថាចង់ទៅធ្វើកម្មករឈើណាពីព្រោះថាវាជាការងារមួយដែលមិនជាល្អប្រហែលទេវាការងារមួយដែលមើលទៅតំណងជាគ្រោះថ្នាក់ណាការងារទៅធ្វើកម្មករឈើកាប់ឈើកាប់អីនេះណាហ្នឹងហើយវណ្ណស័ក្តិគាត់ក៏តបមកវិញថាអត់ដឹងគេធ្វើម៉េចបានធ្វើរោងចក្រអត់ស្គាល់គេអត់ដឹងទៅផ្លូវណាមានអីធ្វើនឹងសិនណាចាំគិតបន្តតាមក្រោយទៀតតោះទៅផ្ទះល្ងាចហីវណ្ណស័ក្តិគាត់និយាយកន្លែងនេះគឺគាត់ចង់និយាយផ្ដាច់ការសន្ទនានឹងផងអត់ចង់ឲ្យកំហាប់សួរបន្តទៀតទេគាត់ថាទៅផ្ទះហ្មងល្ងាចហីកំហាប់ក៏គាត់តបទៅវិញថាយកលេខឯងមួយទៅក្រែងពេលទិញទូរស័ព្ទអីស្រួលតាក់ទងគ្នាកុំឲ្យភ្លេចគ្នាហើយសំលេងបងឯងមួយផងគ្រាន់គីឡូឯងមានអីចង់តាក់ទងឯងតាក់ទងទៅបងឯងហ្នឹងហើយបន្ទាប់មកពួកគេទាំងពីរហ្នឹងក៏បានដោះដូរលេខទូរស័ព្ទគ្នាអញ្ចឹងទៅក្រោយមកវណ្ណស័ក្តិក៏និយាយចំអន់លេងមួយទៀតតាក់ទងទៅនឹងតារាមុននឹងពេលដែលកំហាប់ជិះម៉ូតូចេញណាគាត់និយាយទៅកាន់កំហាប់ថាមើលអារ៉ាផងណានៅភ្នំពេញស្រីស្អាតច្រើនតិចក្បត់គុន្ធាលងសម្រស់អ្នកទីក្រុងវើយសនិយាយទាំងសើចហើយគុន្ធានេះគឺជាសង្សាររបស់តារាគេមានសង្សារតាំងពីវិទ្យាល័យហើយគុន្ធានេះគឺជាស្រីស្អាតប្រចាំសាលាមកការនៅរៀនវិទ្យាល័យណានេះគឺស្រីស្អាតលំដាប់ជំរឿសាលាហើយគុន្ធានេះណាហ្នឹងហើយការសន្ទនារបស់ពួកគេក៏បញ្ចប់ហើយពួកគេក៏បែកគ្នាទៅផ្ទះរៀងខ្លួនអញ្ចឹងទៅពួកគេបានបែកគ្នាទៅផ្ទះរៀងខ្លួននៅតាមផ្លូវទៅផ្ទះកំហាប់ពិតជាមានអារម្មណ៍អាណិតចំពោះវណ្ណស័ក្តិជាខ្លាំងបើទោះបីជាការសន្ទនារបស់ពួកគេហាក់បីដូចជាធម្មតាស័ក្តិមិនបានបង្ហាញអារម្មណ៍អ្វីក៏ដោយសាកគិតមើលក្មេងប្រុសជំទង់ម្នាក់ដែលមានជីវិតលំបាកស្រាប់ទៅហើយឪពុកដែលទោះបីជាមិនអាចជួយទំនុកបម្រុងបានដោយផ្ទាល់តែការដែលបងរបស់គេជួយទំនុកបម្រុងពីមុនមកក៏មានចំណែកនៃវត្តមានរបស់ឪពុកគាត់ដែរលើសពីនេះគាត់ប្រហែលជាប្រភពនៃសេចក្តីស្រឡាញ់ពិតប្រាកដតែមួយគត់ដែលសាក់ធ្លាប់ទទួលបានការបាត់បង់របស់សាក់មួយនេះគឺស្មើទៅនឹងការបាត់បង់គ្រប់យ៉ាងបាត់បង់ក្តីសង្ឃឹមបាត់បង់ក្តីស្រឡាញ់ហើយអាចនឹងបាត់បង់ការទំនុកបម្រុងទៀតផងក្មេងប្រុសស្រុកស្រែវ័យ18-19 ឆ្នាំម្នាក់ដែលពីពេលនេះទៅនឹងត្រូវរស់នៅម្នាក់ឯងដោយខ្លួនឯងដើម្បីខ្លួនឯងក្នុងសង្គមដ៏គួរឲ្យខ្លាចនេះតើគេនឹងទៅរស់នៅដោយរបៀបណាទោះបីអាណិតយ៉ាងណាបានត្រឹមអាណិតសាក់មិនអាចជួយអ្វីបានទេចំណែកឯសាក់វិញណានឹកទៅដល់ជីវិតមហាវិទ្យាល័យរបស់គេពេលណាអារម្មណ៍រីករាយគឺកើតឡើងភ្លាមក្នុងចិត្តចង់ទៅដល់ថ្ងៃចូលរៀនឆាប់នឹងបានស្គាល់រសជាតិនិស្សិតនឹងគេអារម្មណ៍មួយទៀតនោះគឺចង់ឆាប់បានទៅភ្នំពេញទៅជួបមេលីនហ្នឹងឯង
អញ្ចឹងយើង slash ធំនេះទៅចាំមើលភាគបន្តទៀតតើជីវិតក្មេងប្រុសវ័យជំទង់ទាំង3នាក់នេះនឹងទៅជាយ៉ាងណាតើសាក់នឹងទៅជាយ៉ាងណាកំហាប់នឹងទៅជាយ៉ាងណាហើយតារាដូចជាស្ងាត់ដំណឹងឈឹងមិនដឹងថាទៅជាយ៉ាងណាហើយក៏មិនដឹងចាំជួបគ្នានៅភាគក្រោយអរគុណច្រើន